Chỉ biết số bóng bóng là cái này bóng bóng là ngày ní cứ chụp ngày TV để dương mang đi trong một con sầm lên nơi ti tăng bà chụp mông pi chất mùi chỉ muốn một con sầm lên để dương điệp trong chun của môn sphere này bóng bóng là ngày ní pi xe mình tên là nhom miền bà ca chạy lấy hay trong bằng hai pi nào bảo lắm sau đó bóng bóng này ca đi trong một con sầm lên dương ngày ní rồi chụp ngày sân mấy chun đó bóng bóng là mấy bóng bóng đang tha ta khai ăn dương còn miền nào bảo lắm bài nát số bóng bóng đi tiết sna và từng óc đi chỉ muốn nâng bà video đi phong này bà xong chơi năng bongสบายใจมันแต่ให้บองบอลนะกรรมที่ថ្ងៃនេះគឺជាកម្មវិធីរបស់ Swiss បើជាថ្ងៃទី2ហើយមែនតើទៅស្ដីគាត់ជាអ្នកផ្ដល់ការងារខ្ញុំហើយក៏ដូចជាជួលប្រព័ន្ធ system របស់ខ្ញុំដើម្បី set up ជាមួយនឹងបើក្រុមហ៊ុន Swiss ថ្ងៃហ្នឹងស្ដីតើកម្មវិធី Swiss តើគាត់ជួល system មកដាក់ថ្ងៃហ្នឹងតើគាត់រៀបចំកម្មវិធីបែបណាដែរអនឡាញអាចរៀបរាប់បានទេបាទបងនិយាយទៅកម្មវិធីយើងហ្នឹងគឺប្រភេទកម្មវិធីដែលយើងនិយាយពីសុខភាពអញ្ចឹងទៅកម្មវិធីយើងឈ្មោះថា Wellness Wonderland ហើយកម្មវិធីយើងហ្នឹងគឺផ្ដោតសំខាន់មានគោលបំណងក្នុងការបកស្រាយឲ្យច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងថ្នាំពេទ្យហើយនឹងអាហារបំពន់តែជាទូទៅគេហៅថា supplement ហ្នឹងអញ្ចឹងណាហើយនឹងយើងបង្ហាញថា supplement បែបណាដែលយើងជា supplement ពិតអីអញ្ចឹងទៅបានយើងមកធ្វើកម្មវិធីសហការជាមួយនឹងខាង pharmacy អញ្ចឹងណាអូខេអរគុណអញ្ចឹងមែនតើទៅគឺជាកម្មវិធីពាក់ព័ន្ធជាមួយនឹងអាហារបំពន់មែនទេបាទអញ្ចឹងដោយសារថ្ងៃនេះគឺពិសេសមែនតើហើយបងអរគុណសម្រាប់ស្ដីដែលផ្ដល់កម្មវិធីផ្ដល់ការងារមកឲ្យបងសម្រាប់ជាមួយនឹងជួបប្រព័ន្ធសម្លេងដែរមែនតើទៅបងចង់សួរចំណាប់អារម្មណ៍មួយទៀតអ្វីដែលពិសេសនោះគឺនៅពេលដែលបងបានរៀបចំប្រព័ន្ធសម្លេងជូនបងប្អូនតើស្ដីយល់យ៉ាងណាដែរហើយការស្ដាប់សម្លេងទៅចេញបែបណាដែរទទួលយកបានអត់ជាមួយនឹងភ្ញៀវដែលគាត់បានអង្គុយហ្នឹងតើគាត់មាន feedback អីសម្រាប់ស្ដីអត់ឬក៏ client យើងមាន feedback អីអត់ជួយឲ្យជា feedback មកបងវិញតិចបានទេបាទមែនទែនទៅបើពាក់ព័ន្ធជាមួយនឹងនិយាយទៅថាសេវាកម្មខាងបងអញ្ចឹងណាល្អដោយសារតែវាមានជម្រើសច្រើនហើយស្រួលធ្វើការងារមួយគ្នាពាក់ព័ន្ធជាមួយនឹងសំឡេង sound សំឡេងអីហ្នឹងគឺអូខេហ្មងគាត់ចេះ control វាថាលឺឲ្យវា balance គ្នាអីអញ្ចឹងអាហ្នឹងជាចំណុចដែលពុជខ្ញុំចូលចិត្តហើយមិនចង់បានហើយចូលចិត្តធ្វើការមួយបងឯងហ្នឹងអូខេអរគុណស្ដីបងប្អូនមែនតើទៅគឺខ្ញុំសប្បាយចិត្តហើយស្ដីក៏គាត់ feedback មកតាមអ្វីដែលអូនយល់ឃើញហើយបាទមើលឃើញថាម៉េចថាអញ្ចឹងហើយអរគុណច្រើនសម្រាប់ការងារមួយនេះអូនហើយជូនពរហេងឲ្យ Swiss ហ្នឹងកាន់តែរីកចម្រើនជោគជ័យទៅមុខកាន់តែបន្ថែមទៀតហើយជាមួយអាហារបំពន់បើបងប្អូនចង់ដឹងបងប្អូនអាចមកជួប Swiss បានខ្ញុំអត់ជំនាញខាងហ្នឹងទេប៉ុន្តែពួកគាត់ជំនាញខាងហ្នឹងអញ្ចឹងបើបងប្អូនចង់ដឹងពីសុខភាពបន្ថែមអីមិនមុនប្រើប្រាស់អាហារបំពន់ហ្នឹងតើជួយមិនកុំឲ្យតែលឺគេថាបងប្អូនកុំឲ្យឡាគេធឺបាទអញ្ចឹងមកជួបពួកគាត់ផ្ទាល់ខ្ញុំអត់មានអីទេខ្ញុំគ្រាន់តែជាផ្នែក sound system បងប្អូនសួរបែប sound system បងចេះបាទពាក់ព័ន្ធនឹង sound system មកត្រូវជំនាញវិញបានន័យថា sound system ប្រៀបដូចគ្នាបានន័យថាមុននឹងប្រើប្រាស់របៀបប្រើតែសំឡេងនឹងបានបែបណាទទួលបែបណាតើយើងត្រូវ customize system បែបណាដើម្បីបានសំឡេងល្អដូចអនឡាញនិយាយថា balance វាចឹងគឺយើងត្រូវការសិក្សាហើយជាជំរើសរបស់ខ្លួនឯងដែរទេមុននឹងសម្រេចចិត្តត្រូវតែមកជួបអ្នកប្រឹក្សារបស់គ្នាអញ្ចឹងពាក់ព័ន្ធអាហារបំពន់ក៏ដូចគ្នាដែរអញ្ចឹងបងប្អូនត្រូវការបងប្អូនមកជួប Swiss បាទជួបខាងក្រុមហ៊ុន Swiss យើងមកពួកគាត់អាចវាយជា page អត់មាន page ពួកយើងមាន page Swiss Cambodia តែម្ដងអញ្ចឹងអក្សរនៅខាងលើហ្នឹងមក Swiss Cambodia ខ្ញុំអាចទៅសេនៅលើវីដេអូនេះតែម្ដងប្រាប់បងប្អូនអាច search ទៅលើ page គាត់បានហើយបាទចូលទៅប្រឹក្សាយោបល់ពាក់ព័ន្ធនឹងអាហារបំពន់អរគុណច្រើនស្ដីសម្រាប់ការសភានេះបងប្អូនបញ្ជាក់បងប្អូនថ្ងៃទី2ក៏យើងប្រើប្រព័ន្ធសំឡេងដដែលដែរបងប្អូនដោយសារខ្ញុំភ្លេចបញ្ជាក់ប្រាប់បងប្អូននេះបងប្អូនអាចមើលជាមួយនឹង MR12 បងប្អូន MR12 នេះជាប្រភេទបាទ mixer បាទតូចដែរហើយ reverb សលេងវាចេញមកប្រួសដោយបងប្អូនបានឃើញអញ្ចឹងសម្រាប់ MR12 នេះបងប្អូនណាMR12 យើងគឺជាប្រភេទ mixer grade A ប៉ុន្តែ grade A យើងគឺសំឡេងចេញមកល្អបាទត្បិតតែវាជាប្រភេទ mixer copy មែនប៉ុន្តែសំឡេងនៅទទួលយកបានតែខ្ញុំបញ្ជាក់បងប្អូនសម្រាប់ MR12 នេះគឺខុសពីស៊ីនប្រហែលជា 30% ហើយសម្រាប់បងប្អូនដែលមានលុយក៏ទិញស៊ីនដែរបើអ្នកអត់ដែលថាសោយបាត់ចិត្តឬក៏នេះអីមុំបងប្អូនអាចនឹងទិញបាទប្រភេទ mixer grade A នេះក៏ប្រើបានដែរបងប្អូនយើងមិនភ្លេចទេជាមួយនឹងបាទ system យើងគឺយើងនៅតែប្រើបាទជាមួយនឹងគេហៅថាបាទធុង speaker យើងដដែលបាទពេលដែលអតិជនគាត់បារម្ភដោយសារគាត់ចេះជ្រើសរើសគាត់ចេះស្វែងយល់បន្ថែមពួកឯងរបស់អស់នេះវាមានច្រើននៅលើទីផ្សារអញ្ចឹងវាពិបាកនៅក្នុងការជ្រើសរើសតែអ្វីដែលសំខាន់គាត់គួរជ្រើសរើសកន្លែងដែលមានគ្រប់ចិត្តដូចជាខាង pharmacy អសរ
មានជាមួយនឹងផលិតផលមកពីខាងស្វីសគឺយើងមានការចុះបញ្ជីការក្រសួងសុខាភិបាលទៅហើយបានន័យថាមានការឆ្លងឡាគោពីអន្តរជាតិខាងស្វីសរួចទៅហើយដល់តាមរួចទៅហើយតែមកចូលមកដល់ស្រុកខ្មែរយើងនេះគឺយើងមានការចុះបញ្ជីជាមួយក្រសួងសុខាភិបាលមានលេខប្រវេទមាន logo ក្រុមហ៊ុនអីច្បាស់លាស់អញ្ចឹងវាជាការខ្វល់បារម្ភដែលថាអូទិញពីខាងណាទៅបបោបាត់ថ្លៃថ្លៃអីច្រើនអញ្ចឹងណាហើយអ្វីដែលល្អបំផុតនៅពេលដែលផលិតផលមួយដែលមានក្រុមហ៊ុននាំចូលច្បាស់លាស់ហើយជាប្រព័ន្ធអន្តរជាតិគឺយើងបានន័យថាយើងជឿជាក់ថាយើងមានទំនុកចិត្តមានបញ្ហាអីទៅក្រុមហ៊ុនបានចា៎មានបញ្ហាឆ្ងល់អីអាចឆាតទៅពេលក្រុមហ៊ុនឬក៏ទៅផ្ទាល់បានតែម្ដង